របៀប install program web admin ដើម្បី remote មកកាន់ mail server អញ្ចឹងទីមួយគឺខ្ញុំបើក mail server admin ចុចលើ file អញ្ចឹងកន្លែងនេះនៅត្រង់ enable web admin វាត្រូវបាន disable ចោលមានន័យថាចំណុចមួយនេះគឺយើងអត់ទាន់បាន install ចូលទេដូចជា enable កន្លែង antivirus ក៏យើងអត់ទាន់បាន install ចូលដែរអញ្ចឹងខ្ញុំចុចលើ set up យក web admin ចឹងកន្លែងនេះវា error មានន័យថាយើងអត់ទាន់បាន install service web admin ចូលចឹងខ្ញុំសូមបិទ program admin តមកខ្ញុំទៅ install program web admin នេះគឺជា software web admin ចឹងខ្ញុំចាប់ក្រោយបាន install ហើយខ្ញុំសម្រាប់បើក admin mail server ហើយខ្ញុំមកមើលនៅលើ file ចឹងនៅត្រង់កន្លែងនេះវាឲ្យយើង enable គឺយើង tick បាទហើយខ្ញុំអាចចូលក្នុង setup យក web admin ចឹងពេលនោះយើងអាច run web admin បានចឹងនៅក្នុង web admin នេះគឺវាមាន port វា1000ដើម្បី run web admin គឺយើងបើកទៅលើ IE អញ្ចឹងនេះគឺជា IP របស់ម៉ាស៊ីន mail server យើងហើយនេះគឺជា port របស់ web admin ចឹងចំណុចនេះលុះត្រាតែយើង install web admin បាទយើងអាចបើក port នឹងបាននេះជា web admin មានន័យថា user ណាដែលជា member របស់ web admin វាអាច log ទៅកាន់ program admin mail server ហើយមានសិទ្ធិកែ domain មានសិទ្ធិកែអ្វីៗទាំងអស់នៅលើ web admin អញ្ចឹងក្នុងការកំណត់សិទ្ធិគឺយើងសិក្សានៅពេលក្រោយគ្រាន់ចំណុចកន្លែងនេះគ្រាន់តែយើងពីរៀនពីការ install web admin និងការ log ចូលទៅប៉ុណ្្នឹងឯងអញ្ចឹងក្នុងការដំឡើង web admin បានបញ្ចប់